Tại vì phá lỡនេះគឺជាលើកទី2ហើយដែលខ្ញុំធ្វើញ៉ាំដោយខ្លួនឯងណាហើយធ្វើវគ្គនេះបងប្អូនអើយគឺឆ្ងាញ់ណាស់ណាតែធ្វើវគ្គនេះគឺខ្ញុំញ៉ាំជាមួយនឹងជ្រក់ត្រសក់ជ្រក់ឆៃថាវបងប្អូននិយាយពីរសជាតិបងប្អូនអើយត្រូវគ្នាគ្នាម៉េចញ៉ាំទៅគឺអត់ទលិនដូចញ៉ាំជាមួយនឹងទឹកសៀងទេបងប្អូនបើមិនឆ្ងាញ់ណាក៏ខ្ញុំអត់ហ៊ានបង្ហាញជូនបងប្អូនពីរបៀបធ្វើដែរបងប្អូនហើយការធ្វើផាក់ឡូវរបស់ខ្ញុំវគ្គនេះគឺអត់សាំញ៉ាំញ៉ៃញ៉ៃច្រើនទេបងប្អូនដែលអត់ទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗពីការធ្វើម្ហូបការធ្វើផាក់ឡូវគឺយើងត្រូវមានគ្រឿងក្នុងជ្រូកដូចជាកាពិហើយនិងពោះវៀនធំខ្ញុំក៏មានលាយជាមួយនឹងត្រចៀកជ្រូកផងដែរណាបងប្អូនដំបូងគឺយើងយកគ្រឿងក្នុងជ្រូកទាំងអស់ហ្នឹងយកមករំលីងជាមួយនឹងអំបិលសិនគឺយើងដាក់2ស្លាបព្រាបាយមកហើយមិនបាច់ដាក់ទឹកចូលទេណាបងប្អូនតែនេះវាចេញទឹកមកដោយខ្លួនឯងតែយើងរងាស់បានមួយសន្ទុះបងប្អូនវាចេញទឹកមកឡើងច្រើនអញ្ចឹងយើងរំលីងវាជាមួយនឹងអំបិលអញ្ចឹងទៅវាកាត់អាក្លិនស្អុយពោះជ្រូកនឹងបានល្អណាបងប្អូនយើងរងាស់គ្រឿងក្នុងជ្រូកបានចេញទឹកអស់ហើយយើងស្រង់វាចេញមកមិនបាច់ទុកឲ្យឆ្អិនទេណាយើងស្រង់វាចេញមកហើយយកមកលាងទឹក3-4ទឹកទៀតណាបងប្អូនយើងលាងកោសវាបានស្អាតល្អមែនទែនបន្ទាប់មកគឺយើងចាប់ផ្ដើមធ្វើដោយដាក់ខ្លាញ់ចូលរៀងច្រើនបន្តិចមកខ្ញុំក៏ដាក់ជាមួយនឹងគ្រាប់ម្ខាក់ហ្នឹងមកឡាប់ព្រាបាយដែរគ្រាប់ម្ខាក់នេះគឺយើងដាក់យកពឿបងប្អូនឲ្យផាក់ឡូវរបស់យើងធ្វើទៅពឿក្រហមស្អាតមើលតែយើងលីងគ្រាប់ម្ខាក់បានចេញពឿល្អហើយយើងស្រង់គ្រាប់វាចេញរួចដាក់បំពងខ្ទឹមម្ដងពោះខ្ទឹមគឺខ្ញុំប្រើខ្ទឹមសលាយជាមួយនឹងខ្ទឹមក្រហមហ្នឹងចាំវាល្អិតមកចាំយកមកបំពងអញ្ចឹងតែយើងបំពងខ្ទឹមបានឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់ស្ករត្នោតចូលមួយស្លាបព្រាបាយស្ករត្នោតគឺបានស្ករថ្មីល្អអញ្ចឹងហាឈ្ងុយល្អមែនទែនស្ករត្នោតនេះគឺសុទ្ធល្អបងប្អូនបើចង់បានអីអាចទាក់ទោកតាមឆាតបានមើលតែយើងលីងស្ករបានឡើងជើងក្រងហើយយើងដាក់គ្រឿងក្នុងជ្រូកចូលមកត្រឡប់4-5ត្រឡប់មកចាំយើងចាក់ទឹកចូលហើយរងាស់វាឲ្យឆ្អិនណាបងប្អូនបន្ទាប់ពីទឹកពុះគឺខ្ញុំដាក់អំបិលចូលមួយឡាប់ព្រាកាហ្វេហើយនិងរ៉ូឌីមួយស្លាបព្រាកាហ្វេដែរដូចជាប៊ីចេងហ្នឹងមួយស្លាបព្រាកាហ្វេបងប្អូនបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងម្សៅផ្កាច័ន្ទហើយនិងឈើអែមបងប្អូនសម្រាប់ផ្កាច័ន្ទនិងឈើអែមបើបងប្អូនអត់បានលីងទុកដូចខ្ញុំទេបងប្អូនអាចលីងពីមុនយើងបំពងខ្ទឹមបានតែសម្រាប់ខ្ញុំគឺខ្ញុំបានលីងវាហើយបុកកើតជាម្សៅទុករួចស្រេចហើយអញ្ចឹងខ្ញុំគ្រាន់តែយកវាមកថែមតាមក្រោយមកជាការស្រេចពេលដែលយើងដាក់គ្រឿងទេសចូលអស់ហើយយើងរងាស់ទុកកន្លះម៉ោងទៅតែប៉ុណ្្នឹងទៅគ្រឿងក្នុងជ្រូករបស់យើងគឺផុយមកល្មមឆ្ងាញ់គ្រឿងទេសដែលខ្ញុំដាក់គឺរសជាតិមកល្មមមិនប្រៃហើយក៏មិនសាបដែរបងប្អូនយើងយកមកញ៉ាំជាមួយនឹងជ្រក់ត្រសក់ជ្រក់ឆៃថាវទៅគឺវាត្រូវគ្នាគ្រឿងក្នុងជ្រូកដែលខ្ញុំយកមកធ្វើនេះគឺសរុបទៅវា2គីឡូកន្លះបងប្អូនអញ្ចឹងបងប្អូនដាក់បរិមាណដូចខ្ញុំអញ្ចឹងទៅនិយាយថាផាក់ឡូវរបស់យើងគឺមានរសជាតិឆ្ងាញ់ហើយញ៉ាំទៅគឺអត់ទលឿនទៀតបងប្អូនដែលអត់ទាន់ចេះធ្វើផាក់ឡូវមើលវីដេអូនេះហើយអាចរៀនធ្វើតាមបានសិនជាបងប្អូនមានចម្ងល់អាចខមមិននៅក្រោមវីដេអូបានបងប្អូនដែលអត់ចេះញ៉ាំផាក់ឡូវជាមួយនឹងទឹកសៀងអាចងាកមកធ្វើផាក់ឡូវញ៉ាំជាមួយនឹងជ្រក់ត្រសក់ជ្រក់ឆៃថាវបានមួយក៏ជ្រក់ល្ហុងជាដើមអញ្ចឹងបងប្អូនសាកមកមុខណាក៏ឆ្ងាញ់ដែរហើយបើសិនជាបងប្អូនស្រឡាញ់នឹងចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ចុច share វីដេអូមួយនេះម្នាក់មួយផងណាចាអរគុណច្រើនសូមជម្រាបលា